นมกรัวได้ដាក់ស្នូលបែបនេះណាមានរសជាតិឆ្ងាញ់ប្លែកនំខ្មែរយើងធ្វើសម្រាប់សម្រន់ពេលថ្ងៃមានច្រើនមុខហើយមានមួយមុខនេះមួយដែលងាយស្រួលធ្វើជាងគេអត់សូវពិបាកប៉ុន្មានទេបើយើងធ្វើម្សៅច្រើនយកទៅកិនភ្លឹបលឿនតែខ្ញុំធ្វើម្សៅតិចល្មមអញ្ចឹងពីអ្នកក្មួយរវៃនឹងដៃហ្មងអង្គមុនកិនខ្ញុំត្រាំទុក2ម៉ោងសិនហើយកិនលាយជាមួយបាយកកធ្វើអញ្ចឹងសាច់នំរបស់យើងបានស្រួយល្អខ្ញុំចាក់នំគ្រក់មិននំគ្រក់ធម្មតាដូចរាល់ដងទេហៅនំគ្រក់កូនខ្មែរកាត់កម្ពុជាដោយសារតែមានស្នូលពោតការ៉ុតហើយនិងប្រហិតក្តាមក្មួយខ្ញុំថាមិញបបួលធ្វើថ្ងៃនេះដឹងតែបានរបស់ឆ្ងាញ់ទៀតដែរអញ្ចឹងគាត់ញាប់ដៃញាប់ជើងជួយហ្មងពោតផ្លែយកគ្រាប់មួយចំណែកការ៉ុតកាត់ជាដុំតូចតែធ្វើឲ្យតន់មុនម៉ែមកពីប្រាប់បនបានម្ដងគាត់ពិសាតែម្ដងតែអត់តន់ហើយផងម៉ែមកដល់បាទទៅមកពីហត់ឲ្យគាត់ពិសាទឹកប្រទាលកទួយកពើដុកទ័រអាឡូមកកំប៉ុងមានរសជាតិឆ្ងាញ់ហើយមានអត្ថប្រយោជន៍ល្អទៀតជួយបន្ថែមជាតិទឹកជំនួយស្បែកជួយបញ្ចុះកម្ដៅក្នុងរាងកាយហើយជំនួយកាពះសម្រួលកាកសំណល់ចេញពីពោះវៀនយើងបានល្អដុកទ័រអាឡូជាផលិតផលរបស់ប្រទេសកូរ៉េផ្សំឡើងចេញពីប្រទាលធម្មជាតិសុទ្ធ 100% ហ្មងពិសាបានគ្រប់វ័យក្មេងៗក៏ញ៉ាំបានដែរមានច្រើនជំរើសច្រើនចំណុះទាំង10និងកំប៉ុងហើយក៏មានជាប្រអប់សម្រាប់ធ្វើកាដូជូនមនុស្សជាទីស្រឡាញ់ម៉ាក់ប៉ាជីដូនជីតាអ្នកជំងឺមិត្តភ័ក្តិឬក៏គ្រួសារឬក៏យកប្រគេនព្រះសង្ឃក៏បានអត់តាន់បានចាក់នំផងមេឃភ្លៀងឈូឬជាក្រានចានឆ្នាំងមកក្រោមផ្ទះវិញហើយមុនដាក់ធ្វើស្នូលស្រុះ5នាទីជាមុនសិនបើដាក់ទៅតែម្ដងអាចអត់ឆ្អិនល្អញ៉ាំហើយឈឺពោះចាប់បដ ម្សៅលាយជាមួយអំបិលនិងខ្ទិះដូងបើប្រើកាក់ដូងក៏កាន់តែល្អដើម្បីកុំឲ្យជាប់ឆ្នាំងប្រើពងទាលាយជាមួយខ្លាញ់ហើយដាក់ឆ្នាំងឲ្យក្តៅខ្លាំងបានចាក់ម្សៅចូលចាក់ដំបូងរាងម្សៅជ្រុលដៃពេលដាក់ស្នូលទៅហៀតែខ្ញុំបានដួសចេញបើក្មួយខ្ញុំចាក់ឡើងពេញហ្មងចាក់ម្សៅពាក់កណ្ដាលពេលយើងដាក់ស្នូលទៅមកល្មមម្សៅអត់ហៀបងប្អូនចាក់នំគ្រក់រដងអត់សូវញ៉ាំបានច្រើនណាអាចសាកវិធីមួយនេះបានពេលយើងញ៉ាំហើយមានរសជាតិបន្លែផ្អែមនៅខាងក្នុងញ៉ាំបានច្រើនជាងមុនចាក់នំគ្រក់តែញ៉ាំសម្រន់ពេលថ្ងៃប៉ុន្តែភ្លៀងទៅរវល់ទៅរត់សាខោអាវសាយវ៉ាន់ផងអីផងតរំតែចាក់ហើយឬល្ងឹតបាទម៉ែថាញ៉ាអើយទុកញ៉ាំពេលល្ងាចជំនួសបាយហ្មងទៅនំគ្រក់សម្រន់ពេលថ្ងៃខ្ល้ายជាអាហារពេលល្ងាចខ្ញុំចាក់សាច់រៀងនៅសអត់សូវក្រហមខ្លាំងដោយសារតែអត់ចង់ប្រើខ្លាញ់ច្រើនអញ្ចឹងយើងចាក់ញ៉ាំខ្លួនឯងចាក់ធម្មតាបើសិនជាចាក់លក់ប្រើខ្លាញ់ឲ្យច្រើនសាច់នំគ្រក់យើងកាន់តែក្រហមល្អមើលទៅតាក់ទាញក្មេងៗចាំយូរហើយតាំងពីថ្ងៃគ្រាន់តែនំហើយភ្លាមសប្បាយចិត្តហ្មងពួកគាត់ឃើញក៏ឃ្លានដែរគាត់ធ្លាប់តែឃើញនំគ្រក់ធម្មតាពេលមានស្នូលអញ្ចឹងគាត់ញ៉ាំបានច្រើនមែនតើសឹងថាញ៉ាំអត់បាក់ជ្រលក់ទឹកជ្រលក់ទេមានរសជាតិផ្អែមបន្លែនៅខាងក្នុងស្រាប់ក៏4កំប៉ុងញ៉ាំគ្នាម្នាក់ហ្នឹងសឹងថាអត់គ្រប់អស់ពីចានលីងហ្មងអរគុណច្រើនបាយបាយជួបគ្នានៅវីដេអូក្រោយ